ច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូការរៀបចំលូចិញ្ចឹមដំបូងយើងត្រូវការលូស៊ីម៉ង់មានទំហំធំល្មមនិងមានកម្ពស់7 តឹកការពារកុំឲ្យវាលោតចេញរៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឲ្យបានល្អដើម្បីងាយស្រួលផ្លាស់ប្ដូរទឹកចេញកុំឲ្យស្អុយព្រោះត្រីឆ្លូញស៊ីសាច់ជាចំណីដាក់ប្រភេទដីស្អិតពីបាតត្រពាំងចូលកម្រាស់2 តឹកចាក់ទឹកចូលកម្ពស់4 តឹកនិងយកកំប្លោកចកនិងត្រកួនទឹកមួយចំនួនដាក់ក្នុងអាងការដាក់កូនត្រីចិញ្ចឹមនិងការថែទាំទិញកូនត្រីពូជពីកសិដ្ឋានបង្កាត់ពូជត្រីឬអាចទិញមេនិងបាដែលធំល្អមកពីផ្សារដើម្បីចិញ្ចឹមយកពូជកូនដោយខ្លួនឯងយកកូនត្រីដែលមានអាយុ3 សប្តាហ៍ដាក់ចូលក្នុងលូចិញ្ចឹមដែលរៀបចំរួចរាល់នោះត្រូវប្ដូរទឹកចេញរៀងរាល់1 សប្តាហ៍ម្ដងការដាក់ចំណីនិងការប្រមូលផលចំណីរបស់ត្រីឆ្លូញមានដូចជាកាកសំណល់ត្រីសាច់ផ្សេងពិសេសជន្លេងដែលសម្បូរទៅដោយប្រូតេអ៊ីនដែលធ្វើឲ្យត្រីឆាប់ធំធាត់និងមានសុខភាពល្អការដាក់ចំណីត្រូវធ្វើឡើង2 ដងក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលល្ងាចយើងចិញ្ចឹមបាន6 ទៅ 7 ខែនោះយើងអាចប្រមូលផលបានហើយ